ទាំងអស់គ្នាតែអ្នកនរគ្នាដឹងអត់ថាអ្នកនរគ្នាអាចចម្លងមេរោគផ្ដាសាយបានមុនពេលនឹងមានរោគសញ្ញារហូតដល់3ថ្ងៃហើយនឹងរហូតដល់2អាទិត្យក្រោយពីអ្នកនរគ្នាជាពីជំងឺថែមទៀតផងអញ្ចឹងមានន័យថាសរុបមកអ្នកនរគ្នាអាចចម្លងឲ្យអ្នកដទៃហ្នឹងយ៉ាងហោចណាស់ក៏2អាទិត្យផងដែរនៅពេលអ្នកនរគ្នាឈឺជំងឺហ្នឹងណាហើយកន្លែងដែលងាយឈឺបំផុតណាកន្លែងដែលងាយឆ្លងបំផុតណាគឺកន្លែងជីមគឺជាកន្លែងមួយដែលមនុស្សអត់ពាក់ម៉ាស់មនុស្សអត់លាងដៃទេប្រើរបស់តគ្នាហើយជូតមុខជូតញើសបាទបើគាត់ជូតកសែងក៏នៅកម្រិតហានិភ័យក្នុងការប៉ះសម្ភារៈហាត់ប្រាណនឹងផងដែរហើយបន្ទាប់មកកន្លែងងាយទៀតហ្នឹងគឺនៅផ្សារជាពិសេសផ្សារទំនើបមួយទី2នៅសាលារៀនគុណក្មេងដែលមានបន្ទប់បិទចិត្តជាច្រើនសាលារៀនជំនាន់នេះគឺច្រើនចឹងហ៎មិនដូចសាលារដ្ឋយើងជំនាន់ដើមដែល open space មានខ្យល់ចេញចូលអាហ្នឹងអត់ស្អីមកទេហើយនឹងអាគារការិយាល័យដែលបិទចិត្តអាគារការិយាល័យដែលប្រើម៉ាស៊ីនត្រជាក់ដែលមិនមានចម្រាញ់បន្សុទ្ធខ្យល់ឬមួយក៏បន្សុទ្ធមេរោគជាដើមអានេះគឺជាកត្តាហានិភ័យទាំងអស់ដែលងាយក្នុងការឆ្លងតាមពិតទៅផ្ដាសាយយើងអាចយល់មិនន័យថាជាជំងឺសាមញ្ញប៉ុន្តែបើសិនជាឆ្លងច្រើនទៅអាចមានប៉ះអ្នកដែលមានខ្លួនប្រាណដែលមានខ្លួនប្រាណខ្សោយចុះខ្សោយខ្លួនប្រព័ន្ធការពារចុះខ្សោយអាចនឹងប្រឈមហានិភ័យវិវត្តទៅជាជំងឺរលាកសួតគាំងបេះដូងជំងឺដាច់សាយឈាមខួរក្បាលជំងឺheart failure ខ្សែបេះដូងជាដើមតែហេតុអីមិនផ្ដាសាយធ្វើឲ្យមានខ្សែបេះដូងហេតុអីផ្ដាសាយធ្វើឲ្យគាំងបេះដូងជាដើមនេះគឺជាការសិក្សាដែលខាងអ្នកវិទ្យាសាស្ត្ររកឃើញថ្មីមានការតបជាប់ទៅនឹងជំងឺដែលងាយរងគ្រោះដូចជាមនុស្សចាស់អាយុ60ឆ្នាំ65ឆ្នាំឡើងហ្នឹងគឺគាត់មានបញ្ហាងាយនឹងកើតគាំងបេះដូងដាច់សរសៃឈាមស្ទះសរសៃឈាមខួរក្បាលក៏ដូចជាតកតងមួយបញ្ហាខ្សែបេះដូងហ្នឹងរោគសញ្ញាខ្សែបេះដូងហត់តង្ហក់ដកទឹកពេញរាងកាយហ្នឹងគឺដោយសារតែកើតជំងឺផ្ដាសាយផងដែរអញ្ចឹងយើងមើលទៅដូចជាសាមញ្ញយើងគិតថាផ្ដាសាយត្រឹមហៀសបោក្អកកដាស់ប៉ុន្តែភាគរយមួយនោះអាចជាលោកយាយលោកតាឬមួយក៏នរណាម្នាក់នៅក្នុងផ្ទះរបស់យើងអាចកើតវិវត្តទៅជាបញ្ហាទាំងអស់នោះដែលអាចមានផលប៉ះពាល់ទៅដល់ជីវិតអញ្ចឹងវិធីការពារគឺមិនជាពិបាកទេដែលបងប្អូនបានស្វែងយល់ពីការពីជំនាន់កូវីដហើយគឺ3កុំ3ការពារបាទដែលយើងបានសិក្សារៀនសូត្រទៅដូចជាឆ្លងកាត់នៅវិបត្តិសកលវិបត្តិមួយដែលប្រទេសកម្ពុជាយើងក៏បានឆ្លងផងដែរអញ្ចឹងយើងនៅតែត្រូវពាក់ម៉ាស់ត្រូវតែលាងដៃសម្អាតនឹងអាល់កុលជាដើមហើយកណ្ដាស់យើងយកឲ្យខ្ទប់នឹងមាត់ហ្នឹងណាហើយបន្ទាប់មកគឺការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយគឺជាវិធីសាស្ត្រដែលល្អបំផុតជាពិសេសសម្រាប់មនុស្សចាស់ហើយនឹងកុមារស្ត្រីមានផ្ទៃពោះទាំង3ក្រុមនេះគឺត្រូវតែទទួលបានវ៉ាក់សាំងគួរតែតម្រូវតែទទួលបានវ៉ាក់សាំងនៅប្រទេសជឿនលឿនឥឡូវបងប្អូនគឺគេឲ្យវ៉ាក់សាំងទៅជាកម្មវិធីថ្នាក់ជាតិតែម្ដងក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនដូចជាថ្ងៃមុនខ្ញុំទៅប្រជុំជាមួយគេនៅជាម៉ាឡេស៊ីចាប់ផ្ដើមឲ្យមនុស្សចាស់ដែលមានអាយុ60ឆ្នាំឬក៏បើខ្ញុំចាំមិនខុសទេ65 60ឆ្នាំអីជាដើមហ្នឹងណាគឺឲ្យវ៉ាក់សាំង free តែម្ដងទៅឲ្យពួកគាត់ពីព្រោះគេសង្កេតឃើញថានៅពេលដែលកើតផ្ដាសាយគឺអាចគាំងបេះដូងកើតផ្ដាសាយគឺអាចកើតទៅជាជំងឺ stroke ដូច្នេះហើយបើបងប្អូនមានលទ្ធភាពនៅស្រុកយើងមានវ៉ាក់សាំងផ្ដាសាយដែរតើបងប្អូនទៅរកពេទ្យដែលជិតផ្ទះសួរគាត់ទៅដើម្បីធ្វើការចាក់វ៉ាក់សាំងទៅជូនលោកយាយលោកតាពុកម៉ែបងប្អូនយើងទាំងអស់ក៏ដូចជាកូនក្មេងហើយនិងស្ត្រីមានផ្ទៃពោះហើយនិងបុគ្គលដែលមានជំងឺប្រចាំកាយស្រាប់ទោះថាមនុស្សមានជំងឺប្រចាំកាយស្រាប់ពងឈឺមិនបានទៅចាក់វ៉ាក់សាំងទេលោកគ្រូបាទបុគ្គលទាំងអស់ហ្នឹងហើយដែលជាបុគ្គលដែលត្រូវចាក់វ៉ាក់សាំងការពារវ៉ាក់សាំងផ្ដាសាយជាប្រភេទ inactivate ជាប្រភេទវ៉ាក់សាំងសង្អល់អញ្ចឹងមិនមានផលប៉ះពាល់អីមិនមែនជាប្រភេទវ៉ាក់សាំង live មិនមែនជាប្រភេទវ៉ាក់សាំងដែលរស់រានមានជីវិតនោះទេអញ្ចឹងយើងអត់បារម្ភទេអញ្ចឹងយើងចាក់ទៅគឺមួយមជុលអាចការពារបានដល់ឡែកតាមពិតទៅមនុស្សចាស់ណាយើងត្រូវឲ្យវ៉ាក់សាំងផ្ដាសាយប្រភេទ high dose ជូនពួកគាត់ថែមទៀតផងប៉ុន្តែឲ្យតែយើងបានតែចាក់អាធម្មតាក៏បានដែរបងប្អូនណាបាទចាក់តែធម្មតាក៏បានដែរបងប្អូនអញ្ចឹង